សូមស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីវិលត្រឡប់ជួបគ្នាម្ដងទៀតហើយជាមួយនឹងការសម្ដែងសាច់រឿងបល្ល័ង្កត្រាធារីដែលជាភាគទី165របស់យើងទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះគឺត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលមនុស្សគ្រប់គ្នាពួកគេគឺពិតជាមានការសប្បាយរីករាយនិងមានការត្រេកអរខ្លាំងមែនទែនពីព្រោះថានៅពេលនេះសម្ព័ន្ធថ្មីក៏ត្រូវបានបង្កើតឡើងចំណែកឯអ្នកដែលដឹកនាំសម្ព័ន្ធនេះវិញគាត់ក៏ជាមនុស្សដែលមានវ័យក្មេងជាងគេមានវ័យក្មេងជាងសម្ព័ន្ធទាំង6ដែលបានបង្កើតឡើងកាលពីពេលកន្លងមកនោះថែមទៀតផងបន្តមកព្រឹទ្ធាចារ្យទាំង6គាត់ក៏បានប្រកាសឲ្យមនុស្សគ្រប់គ្នាបានដឹងថាការប្រកួតធ្វើតេស្តដើម្បីជ្រើសរើសនៅម្ចាស់សម្ព័ន្ធថ្មីពេលនេះគឺបានបញ្ចប់កាលពីម្សិលមិញប៉ុន្តែនៅក្នុងកំឡុងការប្រកួតនោះមានរឿងជាច្រើនដែលធ្វើឲ្យយើងភ្ញាក់ផ្អើលដោយសារតែនៅពេលនេះគឺមានឃើញចំនួនក្រោយរបស់យើងជាច្រើនកំពុងតែរះភ្លើចិញ្ចែងចិញ្ចាំងនៅក្នុងសម្ព័ន្ធហើយនៅពេលនេះថែមទាំងពួកគេបានឈ្នះនៅក្នុងការប្រកួតមួយនេះដើម្បីដឹកនាំនៅសម្ព័ន្ធថ្មីដែលទើបតែបង្កើតឡើងនេះផងដែរបន្ទាប់មកព្រឹទ្ធាចារ្យយ៉ាងគាត់ក៏បានឲ្យមនុស្សគ្រប់គ្នាទះដៃអបអរដើម្បីទទួលស្វាគមន៍លោកហៅឈិនដែលជាម្ចាស់សម្ព័ន្ធថ្មីចូលមកកាន់ទីលានប្រកួតមួយនេះគ្រាន់តែព្រឹទ្ធាចារ្យយ៉ាងគាត់និយាយចប់ហើយព្រាមនឹងដែរយើងក៏បានឃើញថាលោកហៅឈិនគាត់ក៏បានជិះនៅស្ដេចយូនីខនរបស់គាត់ចុះមកកាន់ទីលានមួយនេះដែលមនុស្សគ្រប់គ្នាបានឃើញហើយពួកគេក៏នាំគ្នាទះដៃអបអរពីព្រោះថាលោកហៅឈិនគឺជាម្ចាស់សម្ព័ន្ធថ្មីដើម្បីដឹកនាំសម្ព័ន្ធទាំង6នាថ្ងៃអនាគតដោយឃើញដូច្នេះលោកហៅឈិនក៏បានធ្វើការរាក់ទាក់ទៅកាន់ពួកគេបន្តិចក្រោយមកគាត់ក៏បានដើរសំណើទៅកាន់ព្រឹទ្ធាចារ្យទាំង6ដោយភ្លាមនោះព្រឹទ្ធាចារ្យយ៉ាងគាត់ក៏បានធ្វើការអបអរទៅកាន់លោកហៅឈិនដែលទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតមួយនេះបន្តមកព្រឹទ្ធាចារ្យយ៉ាងគាត់ក៏បានឲ្យស្លាកបញ្ជាថ្មីមួយដែលគាត់ទើបតែបង្កើតឡើងប្រកល់ទៅកាន់លោកហៅឈិនពីព្រោះថានេះគឺជាផ្នែកបញ្ជានៃម្ចាស់សម្ព័ន្ធបន្ទាប់ពីគាត់ទទួលយកវាហើយគាត់ក៏បានសន្យាថាគាត់នឹងខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីសមត្ថភាពរបស់គាត់បន្ទាប់ពីឃើញដូច្នេះព្រឹទ្ធាចារ្យយ៉ាងគាត់ក៏បានដើរសំណើទៅកាន់លោកហៅឈិនដោយគាត់ក៏បាននិយាយថាឆាប់ឲ្យលោកហៅឈិនទទួលយកវាទៅដោយសារតែនៅពេលនេះលោកហៅឈិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាម្ចាស់សម្ព័ន្ធដោយឃើញដូច្នេះលោកហៅឈិនក៏បានមើលនៅផ្នែកបញ្ជាមួយនេះបន្តិចក្រោយមកគាត់ក៏បានដើរទៅមុខហើយលើកនៅផ្នែកបញ្ជានេះឡើងទៅលើដើម្បីឲ្យមនុស្សគ្រប់គ្នាបានដឹងថានៅពេលនេះគាត់គឺជាម្ចាស់សម្ព័ន្ធថ្មីដែលទើបតែបង្កើតឡើងប៉ុន្តែរឿងដែលធ្វើឲ្យសមាជិកក្រុមរបស់គាត់នឹកស្មានមិនដល់នោះគឺមនុស្សគ្រប់គ្នាពួកគេសុទ្ធតែពេញចិត្តលោកហៅឈិនក្នុងការធ្វើជាម្ចាស់សម្ព័ន្ធថ្មីមួយនេះបន្តមកលោកហៅឈិនក៏បានប្រាប់ឲ្យមនុស្សគ្រប់គ្នាបានដឹងអំពីជីវិតនៃការតស៊ូរបស់គាត់តាំងពីវ័យកុមារមកដោយគាត់ក៏បាននិយាយថាកាលពីវ័យកុមារគាត់ធ្លាប់បានកើតនឹងរស់នៅក្នុងភូមិដ៏តូចមួយជាមួយនឹងម្ដាយរបស់គាត់ចំណែកឯម្ដាយរបស់គាត់វិញគឺគាត់មានសុខភាពមិនសូវល្អនោះទេប៉ុន្តែក្តីស្រឡាញ់ដែលគាត់មានចំពោះខ្ញុំគឺគ្មានលក្ខខណ្ឌឡើយហើយបើតាមអ្វីដែលខ្ញុំបានចាំកាលពីពេលនោះខ្ញុំមានក្តីសុបិនតូចមួយគឺខ្ញុំចង់ក្លាយទៅជាអ្នកប្រមាញ់បិសាចដើម្បីការពារគ្រួសាររបស់ខ្ញុំប៉ុន្តែនៅក្នុងថ្ងៃមួយស្រាប់តែពួកបិសាចវាបានបំផ្លាញផ្ទះដ៏ស្រស់ស្អាតរបស់ខ្ញុំហើយថែមទាំងវាបានដុតបំផ្លាញភូមិដ៏តូចមួយនោះថែមទៀតផងបន្តមកខ្ញុំក៏បានប្រើប្រាស់ដាវទាំងគូរបស់ខ្ញុំធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចដើម្បីការពារភូមិដ៏តូចមួយនោះប៉ុន្តែដោយសារតែការនោះគាត់មិនមានសមត្ថភាពខ្សោយពេកមិនអាចជួយអ្វីបានគាត់ក៏បានសច្ចាផងដែរថានឹងធ្វើការវឹកហាត់ឲ្យបានលឿនតាមអ្វីដែលអាចធ្វើទៅបានដើម្បីការពារភូមិកំណើតរបស់ខ្លួនចំណែកឯបទពិសោធន៍ដំបូងគេដែលគាត់ទទួលបានក្នុងការធ្វើសង្គ្រាមជាមួយនឹងពពួកបិសាចនោះគឺនៅព្រំប្រទល់នៃសម្ព័ន្ធឃាតករប៉ុន្តែការនោះគាត់ត្រឹមតែជាអ្នកប្រមាញ់បិសាចធម្មតាតែប៉ុណ្ណោះចំណែកឯបេសកកម្មរបស់គាត់គឺរួមដៃគ្នាជាមួយនឹងទាហានដើម្បីជួយសង្គ្រោះប្រជាជនដែលនៅក្បែរនោះប៉ុន្តែដោយសារតែការសហគ្នាបានល្អពួកយើងក៏ទទួលបាននូវជ័យជំនះនៅក្នុងបេសកកម្មមួយនេះផងដែរហើយបន្ទាប់ពីគាត់បានបញ្ចប់នៅបេសកកម្មចំនួន6ដងគាត់ក៏អាចចូលទៅកាន់ទឹកដីរបស់បិសាចបានប៉ុន្តែគាត់ចូលទៅនោះគឺជាមួយនឹងសមាជិកក្រុមរបស់គាត់ប៉ុន្តែសម្រាប់បទពិសោធន៍នៅក្នុងការវាយគ្នាវិញគឺវាខុសគ្នាដាច់អំពីការប្រកួតគ្នានៅក្នុងសម្ព័ន្ធពីព្រោះតែការធ្វើសង្គ្រាមជាមួយនឹងពពួកបិសាចជីវិតហើយនឹងការស្លាប់គឺវានៅដើរដំណើរគ្នាប៉ុន្តែសម្រាប់បរាជ័យរបស់គាត់ដ៏ធំបំផុតនោះគឺគាត់បានចាញ់នៅក្រោមកណ្ដាប់ដៃរបស់ស្ដេចបិសាចហ្វង់សៀនដោយលើដូច្នេះបរិសុទ្ធពីរនោះក៏បាននិយាយថាខ្ញុំមិនដែលរំពឹងថាក្រុមរបស់គេមានវ័យក្មេងដូច្នេះនោះទេប៉ុន្តែសម្រាប់បទពិសោធន៍របស់ពួកគេវិញគឺពិតជាមានច្រើនខ្លាំងណាស់ក្រោយមកឡុងហៅឈិនក៏បាននិយាយថាខ្ញុំឡុងហៅឈិនគឺជាអ្នកប្រមាញ់បិសាចហើយខ្ញុំក៏ជាម្ចាស់សម្ព័ន្ធថ្មីនេះដូច្នេះហើយខ្ញុំដាច់ខាតត្រូវតែការពារទ្វីបមួយនេះឲ្យបានល្អនិងការពារមនុស្សគ្រប់គ្នាដែលស្ថិតនៅក្នុងទ្វីបមួយនេះផងដែរហើយវាអស់រយៈពេលប្រមាណជាង6000ឆ្នាំមកហើយដែលមនុស្សគ្រប់គ្នាបានរស់នៅក្រោមសម្ោលនៃភាពភ័យខ្លាចរបស់ពពួកបិសាចនិងធ្វើសង្គ្រាមមិនចេះចប់មិនចេះហើយប៉ុន្តែក្នុងរយៈពេល4ឆ្នាំកន្លងមកនេះវាគឺមិនអីនោះទេដោយសារតែស្ដេចបិសាចហ្វង់សៀនបានសន្យាថាមិនធ្វើការវាយប្រហារមកកាន់ទឹកដីរបស់មនុស្សប៉ុន្តែនេះគ្រាន់តែជាការបណ្ដោះអាសន្នតែប៉ុណ្ណោះហើយប្រសិនបើខ្ញុំម្នាក់មិនគ្រប់គ្រាន់មានតែមួយក្រុមហើយប្រសិនបើមួយក្រុមមិនគ្រប់គ្រាន់មានតែមួយកុលសម្ព័ន្ធ
ហើយប្រសិនបើមួយកុលសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងស្ដេចបិសាចហ្វ្រង់សៀនទៀតនោះមានតែពួកយើងទាំងអស់គ្នារួមដៃគ្នាដើម្បីកម្ចាត់នៅពពួកបិសាចដោយលើដូច្នេះក៏បានធ្វើឲ្យមនុស្សគ្រប់គ្នាពួកគេពិតជាមានការគាំទ្រទៅកាន់ឡុងហៅឈិនជាខ្លាំងបន្ទាប់មកឡុងហៅឈិនក៏បានបន្តទៀតថាកាលពីពេលកន្លងមកសម្ព័ន្ធទាំង6មានវិន័យរបស់ខ្លួនដើម្បីដឹកនាំកុលសម្ព័ន្ធក៏ដូចជាដើម្បីការពារមនុស្សជាតិប៉ុន្តែនៅក្នុងនាមគាត់គឺជាម្ចាស់សម្ព័ន្ធថ្មីហើយក៏ជាម្ចាស់សម្ព័ន្ធដែលដឹកនាំសម្ព័ន្ធទាំង6នោះគាត់នឹងធ្វើការផ្លាស់ប្ដូរនៅវិន័យមួយចំនួននៅក្នុងសម្ព័ន្ធដោយលើដូច្នេះក៏បានធ្វើឲ្យមនុស្សគ្រប់គ្នាពួកគេគឺមានការភ្ញាក់ផ្អើលបន្តិចផងដែរបន្តមកឡុងហៅឈិនក៏បានបន្តទៀតថាចាប់ពីថ្ងៃស្អែកនេះតទៅម្ចាស់សម្ព័ន្ធនៃសម្ព័ន្ធទាំង6នឹងធ្វើការប្រជុំគ្នាពីព្រោះថាគោលដៅរបស់ពួកគេគឺដូចគ្នាគឺដើម្បីតែសម្លាប់នៅពពួកបិសាចហើយការពារផ្ទះរបស់ខ្លួនតែប៉ុណ្ណោះដោយលើដូច្នេះមនុស្សគ្រប់គ្នាក៏បាននិយាយថាម្ចាស់សម្ព័ន្ធឡុងខ្ញុំគាំទ្រសម្ដីរបស់អ្នកពេញទំហឹងបន្តមកម្ចាស់សម្ព័ន្ធទាំង6ក៏បានបញ្ចេញនៅផ្លាកបញ្ជាសម្ព័ន្ធរបស់ខ្លួនហើយប្រើប្រាស់ឈាមរបស់គាត់បន្តិចដើម្បីបញ្ចូលកម្លាំងទៅឲ្យផ្លាកបញ្ជារបស់ឡុងហៅឈិនហើយយើងក៏បានឃើញថាបន្ទាប់ពីទទួលបាននៅកម្លាំងពីផ្លាកបញ្ជារបស់ព្រឹទ្ធាចារ្យដទៃទៀតក៏បានធ្វើឲ្យផ្លាកបញ្ជារបស់ឡុងហៅឈិននៅពេលនេះវាមានការផ្លាស់ប្ដូររូបរាងបន្តិចផងដែរបន្ទាប់មកគាត់ក៏បានលើកដៃទៅលើបញ្ចេញនៅថាមពលយើងក៏ដឹងថាមិនធម្មតាក្រោយមកគាត់ក៏បានប្រើប្រាស់ដៃរបស់គាត់ក្តាប់នៅផ្លាកបញ្ជានោះក៏បានបញ្ចេញនៅកម្លាំងថាមពលពាសពេញនៅទីលានប្រកួតមួយនោះទាំងមូលចំណែកឯកម្លាំងរបស់គាត់បានបញ្ចេញក៏បានធ្វើឲ្យលេចធ្លាយទៅដល់សាលាដែលគាត់ធ្លាប់បានចូលតែសាកល្បងកម្លាំងដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រមាញ់បិសាចហើយនៅទីកន្លែងនោះពេលនេះក៏កំពុងតែមានការសាកល្បងនៅកម្លាំងដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រមាញ់បិសាចចំនួនក្រោយប៉ុន្តែនៅពេលនោះសិស្សម្នាក់ក៏បានប្រឡងធ្លាក់ហើយគេក៏បានសុំឱកាសពីគ្រូរបស់គេដើម្បីធ្វើការសាកល្បងម្ដងទៀតហើយដែលឃើញថាក្មេងប្រុសម្នាក់នោះដូចឡុងហៅឈិនកាលនោះពេកគាត់ក៏បានផ្ដល់ឱកាសឲ្យទៅក្មេងប្រុសម្នាក់នោះថាប្រសិនបើគេអាចបំពេញនៅតេស្តសាកល្បងសារនេះបានជាមួយនឹងមិត្តភ័ក្តិរបស់គេនោះគាត់នឹងផ្ដល់ឱកាសឲ្យមិនតែប៉ុណ្ណោះស្លាបបិសាចមួយនោះវាក៏បានហោះទៅកាន់មនុស្សគ្រប់គ្នាដែលឡុងហៅឈិនបានស្គាល់រួមទាំងជីដែនរបស់ពួកទាហាននិងគ្រូរបស់គាត់ផងដែរហើយគាត់ក៏បាននិយាយថាដែលស្ថិតនៅក្រោមការដឹកនាំរបស់ឡុងហៅឈិននោះគាត់នឹងអាចនាំមនុស្សជាតិឆ្ពោះទៅកាន់ភាពរុងរឿងបានឥឡូវយើងក៏លើកមកមើលការប្រជុំគ្នារបស់សម្ព័ន្ធទាំង7វិញដោយភ្លាមនឹងដែរព្រឹទ្ធាចារ្យម្នាក់ក៏បានសួរទៅកាន់ឡុងហៅឈិនថាតើពេលនេះពួកយើងគួរតែធ្វើអ្វីមុនដោយឡុងហៅឈិនក៏បានតបថានៅពេលនេះយើងគួរតែរៀបចំប្រព័ន្ធនៃសម្ព័ន្ធទាំង6ជាមុនសិនហើយឡុងហៅឈិនក៏បានបន្តទៀតថានៅពេលនេះពួកយើងគួរតែឲ្យនៅមនុស្សចំនួនក្រោយធ្វើការវឹកហាត់រួមគ្នាដើម្បីទទួលបាននៅបទពិសោធន៍និងទទួលបាននៅអ្វីដែលប្លែកៗចំណែកឯមនុស្សដែលមានកម្រិត6ឡើងយើងត្រូវតែបញ្ជូនពួកគេទៅដែនដីបិសាចដើម្បីឲ្យពួកគេដកស្រង់នៅបទពិសោធន៍និងដើម្បីឃ្លាំមើលស្ថានភាពចំណែកឯម្ចាស់សម្ព័ន្ធទាំង6វិញគឺត្រូវនៅក្នុងសម្ព័ន្ធដើម្បីចាំបញ្ជានិងដោះស្រាយបញ្ហាផ្សេងៗដែលមាននៅក្នុងសម្ព័ន្ធដោយលើដូច្នេះព្រឹទ្ធាចារ្យម្នាក់នោះគាត់ក៏បានតបថានេះគឺជាគំនិតដ៏ល្អមួយប៉ុន្តែវាមានគ្រោះថ្នាក់បន្តិចពីព្រោះថាពួកគេត្រឹមតែជាមនុស្សដែលមានកម្រិតទី6តែប៉ុណ្ណោះប៉ុន្តែវាក៏ល្អផងដែរពីព្រោះថាដើម្បីឲ្យសមត្ថភាពរបស់គេគឺវាមានលក្ខណៈប្រហាក់ប្រហែលគ្នាហើយប្រសិនបើពួកយើងបង្កើតសម្ព័ន្ធមកហើយមិនធ្វើសកម្មភាពអ្វីទាំងអស់នោះពួកយើងក៏មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចនោះទេប៉ុន្តែពួកយើងក៏ត្រូវការកម្លាំងបន្ថែមផងដែរដោយលើដូច្នេះឡុងហៅឈិនក៏បានតបថាពិតប្រាកដហើយពេលនេះគឺពួកយើងត្រូវការកម្លាំងបន្ថែមហើយបន្ទាប់ពីបញ្ចប់នៅការប្រជុំមួយនេះហើយគាត់និងសមាជិកក្រុមរបស់គាត់នឹងធ្វើការសាកល្បងទៅកាន់បល្ល័ង្កត្រាធិរាជចំនួន3ទៀតដែលនៅសេសសល់ដោយលើដូច្នេះក៏បានធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់ដែលមកពីកុលសម្ព័ន្ធក៏ហៅសត្វវេទមន្តគាត់ក៏បាននិយាយផងដែរថានេះគឺវាមិនអាចទៅរួចនោះទេដែលធ្វើការសាកល្បងបល្ល័ង្កត្រាចំនួន3ក្នុងពេលតែមួយហើយប្រសិនបើទទួលបានជោគជ័យនោះមានន័យថាបល្ល័ង្កត្រាធិរាជទាំង6គឺបានលេចឡើងដំណើរគ្នាហើយប្រសិនបើរឿងនេះអាចកើតឡើងបានមែននោះវាបានកែប្រែប្រវត្តិសាស្ត្ររបស់មនុស្សជាតិទាំងមូលបាត់ទៅហើយវាក៏ជាពេលមួយដែលធ្វើឲ្យកុលសម្ព័ន្ធរបស់មនុស្សយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពពួកបិសាចផងដែរហើយវាក៏ជាវិធីតែមួយគត់ដើម្បីរស់រានមានជីវិតបានដោយលើដូច្នេះឡុងហៅឈិនក៏បានតបថាពពួកបិសាចពួកគេនឹងមិនបំផ្លាញគំនិតដែលចង់ប៉ុនប៉ងសម្រាប់មកកាន់មនុស្សជាតិនោះទេដូច្នេះហើយនេះគឺជាវិធីតែមួយគត់ដែលអាចធ្វើឲ្យពួកយើងនៅមានជីវិតបានហើយនេះក៏ជាឱកាសតែមួយគត់ដើម្បីធ្វើឲ្យពួកគេទទួលបានជោគជ័យនៅក្នុងសារនេះដោយលើដូច្នេះព្រឹទ្ធាចារ្យលីក៏បាននិយាយផងដែរថាល្អខ្លាំងណាស់ពីព្រោះថាគណៈពេលដែលសមាជិកក្រុមរបស់ឡុងហៅឈិនកំពុងតែធ្វើការសាកល្បងនៅបល្ល័ង្កត្រាធិរាជពួកគាត់ក៏មានឱកាសគ្រប់គ្រាន់ដើម្បីរៀបចំនៅប្រព័ន្ធនៅក្នុងសម្ព័ន្ធ
រួមទាំងវិធីសាស្ត្រមួយចំនួនដើម្បីទប់ទល់ជាមួយនឹងពពួកបិសាចចំណែកឯការរៀបចំសម្ព័ន្ធចាប់ពីថ្ងៃនេះតទៅពួកគាត់នឹងធ្វើតាមការណែនាំរបស់លោកហៅឈិនដោយលើដូច្នេះហើយលោកហៅឈិនគាត់ក៏សូមមានការប្រែប្រួលបន្តិចផងដែរដោយគាត់បានស្នើសុំទៅកាន់សម្ព័ន្ធទាំង6ថានៅពេលដែលមនុស្សចំនួនក្រោយចង់បង្កើតនៅក្រុមបំបញ្ញបិសាចនោះត្រូវឲ្យពួកគេមានសមាជិកយ៉ាងតិច10នាក់ចំណែកឯសមាជិករបស់គេវិញគឺត្រូវរើសចេញពីសម្ព័ន្ធទាំង6ដូច្នេះហើយតើព្រឹទ្ធាចារ្យទាំងអស់គ្នាយល់ព្រមដែរឬទេពីព្រោះថានេះក៏ជាចំនួនដែលអាចធ្វើឲ្យពួកគេអាចមានសិទ្ធិចូលរួមនៅក្នុងការប្រកួតដោយការកសាងនេះផងដែរដោយលើដូច្នេះព្រឹទ្ធាចារ្យឈិនគាត់ក៏បាននិយាយថានេះគឺជាគំនិតដ៏ល្អបំផុតចំណែកឯគាត់ពេលនេះក៏មានវ័យចំណាស់ផងដែរដូច្នេះហើយមានតែក្មេងចំនួនក្រោយនោះទេដែលជាអ្នកស្នងតំណែងរបស់គាត់បន្ទាប់មកគាត់ក៏បានប្រកាសផងដែរថានៅពេលនេះគាត់នឹងឲ្យយីងអឺធ្វើជាម្ចាស់សម្ព័ន្ធជំនួសគាត់ម្ដងពីព្រោះថាគាត់បានឃើញពីសមត្ថភាពពិតប្រាកដរបស់យីងអឺដែលមានសមត្ថភាពនៅក្នុងការកោះហៅនៅច្រកទ្វារទាំង12ក្នុងពេលតែមួយបានដែលសមត្ថភាពនេះសូម្បីតែខ្លួនគាត់ផ្ទាល់ក៏មិនអាចធ្វើវាបានហើយសូម្បីតែអស់រយៈពេលប្រមាណពាន់ឆ្នាំមុននេះក៏គ្មាននរណាម្នាក់ដែលអាចធ្វើដូចយីងអឺបាននោះដែរដោយលើដូច្នេះព្រឹទ្ធាចារ្យឈិនគាត់ក៏បានសួរថាតើយីងអឺនាងព្រមធ្វើជាម្ចាស់សម្ព័ន្ធថ្មីនេះដែរឬទេបន្ទាប់មកនាងក៏បានងក់ក្បាលយល់ព្រមដើម្បីធ្វើជាម្ចាស់សម្ព័ន្ធថ្មីចំណែកឯសម្ព័ន្ធឃាតករវិញពេលនេះផងដែរព្រឹទ្ធាចារ្យសឹងគាត់ក៏បានឲ្យឆៃអឺធ្វើជាម្ចាស់សម្ព័ន្ធថ្មីជំនួសគាត់ហើយខណៈពេលនោះផងដែរព្រឹទ្ធាចារ្យឈៀវគាត់ក៏បាននិយាយតាក់ទងអំពីការធ្វើសង្គ្រាមកន្លងមកជាមួយនឹងពពួកបិសាចនៅក្នុងសម្ព័ន្ធរបស់គាត់ដោយគាត់ក៏បានឃើញថាវងយៀនគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែគ្រាន់តែលើដូច្នេះព្រឹទ្ធាចារ្យលីគាត់ក៏បាននិយាយថាម្ចាស់សម្ព័ន្ធឈៀវសូមអ្នកគិតឲ្យបានច្បាស់ពីព្រោះថាការជ្រើសរើសនៅម្ចាស់សម្ព័ន្ធថ្មីវាមិនមែនជារឿងលេងសើចនោះទេប៉ុន្តែភ្លាមនោះដែរព្រឹទ្ធាចារ្យឈៀវគាត់ក៏បានរាដៃកាត់ពីព្រោះថាកាលពីពេលកន្លងមកគាត់បានឃើញពីសមត្ថភាពរបស់វងយៀនរួមទាំងសមត្ថភាពនៅក្នុងការប្រើប្រាស់ខែឡាទីទេពដែលជាមរតករបស់សម្ព័ន្ធគាត់បានយ៉ាងល្អថែមទៀតផងដូច្នេះហើយនៅក្នុងថ្ងៃនេះគាត់សូមប្រកាសថាវងយៀនគឺជាម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធរបស់គាត់បន្ទាប់ពីនាងដើរមកហើយនាងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យឈៀវថាសូមអ្នកកុំអារម្មណ៍អីខ្ញុំនឹងមិនធ្វើឲ្យសម្ព័ន្ធរបស់អ្នកបាក់មុខនោះទេដោយឃើញដូច្នេះលោកហាឈិនក៏បានអរគុណទៅកាន់ម្ចាស់សម្ព័ន្ធគ្រប់គ្នាដែលបានចូលរួមសហការនៅក្នុងការប្រជុំមួយនេះចំណែកឯរឿងដែលគាត់មិនដែលរំពឹងតទៅសោះនោះគឺថានៅពេលនេះម្ចាស់សម្ព័ន្ធថ្មីត្រូវបានផ្លាស់ប្ដូរជាច្រើនរូបដូច្នេះនោះទេហើយដោយសារតែពេលវេលាវាបន្ថយញើសខ្លាំងពេកដូច្នេះហើយពួកគេនឹងប្រញាប់រៀបចំសម្ព័ន្ធឲ្យបានកាន់តែល្អជាងនេះហើយខ្ញុំជឿថាពួកយើងនឹងធ្វើការជាមួយគ្នាបានកាន់តែល្អផងដែរហើយសម្ព័ន្ធនឹងផ្ដល់នូវអ្វីថ្មីមួយទៅកាន់អ្នកទាំងអស់គ្នានាថ្ងៃអនាគតខាងមុខនេះហើយគេក៏បានបង្ហាញពីម្ចាស់សម្ព័ន្ធថ្មីនៃសម្ព័ន្ធទាំង7ឲ្យយើងបានឃើញផងដែរឥឡូវយើងក្រឡេកមកមើលខាងក្រៅវិញភ្លាមនោះដែរលោកហាឈិនក៏បានសួរទៅកាន់បងប្រុសទៀនថាតើអ្នកប្រកាសចិត្តតែឬទេថានឹងមកចូលរួមជាមួយនឹងពួកយើងដោយលើដូច្នេះគាត់ក៏បានងក់ក្បាលបន្តិចហើយគាត់ក៏បាននិយាយថានៅពេលនេះយ៉ាងមិនចៅបានចាក់ចែងពីក្រុមចំណែកឯក្រុមរបស់គាត់នៅពេលនេះគឺផ្អាកដំណើរការទាំងស្រុងដូច្នេះហើយពួកគេគឺត្រូវការខ្ញុំដើម្បីដឹកនាំក្រុមមួយនេះឡើងមកវិញហើយពួកគេតែងតែទៅចាំផ្លូវរបស់ខ្ញុំត្រឡប់ទៅវិញដើម្បីដឹកនាំនៅក្រុមប្រមាញ់បិសាចមួយនោះដូច្នេះហើយក្នុងនាមគាត់គឺជាប្រធានក្រុមគាត់មិនអាចតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយបោះបង់នៅក្រុមរបស់គាត់ចោលនោះទេប៉ុន្តែទោះបីជាគាត់ទៅដឹកនាំនៅក្រុមប្រមាញ់បិសាចរបស់គាត់ក៏ដោយក៏កិច្ចការគ្រប់យ៉ាងក៏ត្រូវបានរៀបចំឡើងទៅដោយសម្ព័ន្ធផងដែរបន្ទាប់ពីពួកគេនិយាយចប់ហើយបងប្រុសទៀនគាត់ក៏បានអោបគ្នាដើម្បីលាទៅកាន់សមាជិកក្រុមរបស់លោកហៅឈិនប៉ុន្តែនៅក្នុងពេលនោះក៏បានធ្វើឲ្យពួកគេនឹកឃើញពីអនុស្សាវរីយ៍ក៏ដូចជាបទពិសោធន៍ផ្សេងៗដែលពួកគេធ្លាប់បានឆ្លងកាត់ជាមួយនឹងគ្នាកាលពីពេលកន្លងមកផងដែរដោយយ៉ាងមិនចៅក៏បានប្រាប់ថាឲ្យបងប្រុសទៀនថែរក្សាខ្លួនផងហើយសង្ឃឹមថានៅក្នុងថ្ងៃអនាគតពួកគេនឹងមានការរីកចម្រើនខ្លាំងក្លាជាងនេះបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានលាគ្នាហើយចាកចេញពីទីកន្លែងនោះបាត់ទៅឥឡូវសាច់រឿងរបស់យើងក៏បានកាត់ទៅដល់ផ្ទះរបស់លោកហៅឈិនដែលពេលនឹងដែរព្រឹទ្ធាចារ្យហានក៏បានប្រាប់ថានៅពេលនេះសុខភាពរបស់ម្ដាយលោកហៅឈិនមានការប្រសើរឡើងច្រើនណាស់ហើយគាត់គឺតែងតែទន្ទឹងចាំផ្លូវរបស់អ្នកត្រឡប់មកផ្ទះវិញជារៀងរាល់ថ្ងៃហើយគ្រាន់តែម្ដាយកូនរបស់ពួកគេទាំងពីរនាក់បានឃើញមុខគ្នាភ្លាមដោយមិនបង្អង់យូរពួកគេទាំងពីរនាក់ក៏បានស្ទុះទៅអោបគ្នាយ៉ាងខ្លាំងពីព្រោះថាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលម្ដាយកូនពួកគេទាំងពីរនាក់មិនបានជួបមុខគ្នាបន្ទាប់មកម្ដាយគាត់ក៏បាននិយាយថានៅទីបំផុតលោកហៅឈិនត្រឡប់មកផ្ទះវិញហើយពេលនេះផងដែរគាត់ក៏បានណែនាំមនុស្សម្នាក់ទៅកាន់លោកហៅឈិនដែលបុរសម្នាក់នោះគ្រាន់តែបែរមុខមកក៏យើងបានដឹងថាគាត់គឺជាឪពុករបស់លោកហៅឈិនដែលមានឈ្មោះថាវងស៊ីងអ៊ីប៉ុន្តែសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់តែត្រឹមហ្នឹងឯងអ្នកទាំងអស់គ្នាចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ